ដំណើរការសេដ្ឋកិច្ចបានន័យថាវត្តដាក់សេដ្ឋកិច្ចវត្តដាក់បានន័យថាវិលវល់ឬក៏រង្វង់សេដ្ឋកិច្ចរង្វង់សេដ្ឋកិច្ចក្នុងស្រុកគ្រាន់តែជារបាំងផ្សេងគ្រាន់តែជារបាំងផ្សេងប៉ុណ្ណោះដោយគ្មានគម្រោងបានន័យថាបើយើងមើលទៅរាល់ថ្ងៃគេផ្សព្វផ្សាយយល់ថាប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍណាសេដ្ឋកិច្ចមានអ្នកវិនិយោគអូបានកិច្ចសហអីគេអូកម្ពុជាបានធ្វើអីគេ corporation ជាមួយនឹងនេះជាមួយអ្នកនោះ corporation បានន័យថាកិច្ចសហប្រតិបត្តិការជាមួយនឹងជាមួយនឹងអ្នកវិនិយោគទុននេះវិនិយោគទុននោះដូចខ្ញុំប្រាប់កន្លងមកចឹងថានឹងគ្រាន់តែជារូបភាពបោកប្រាស់ទេដើម្បីបង្ហាញនៅមុខទូរទស្សន៍សារព័ត៌មានកាយការពិតនៅពីក្រោយគឺវាអត់មានអីទាំងអស់ហើយអ្វីដែលឲ្យមើលឃើញនោះគឺដូចជាគម្រោងការសាងសង់ផ្លូវដែកស្ពានការសាងសង់ផ្លូវដែកអាកាសយានដ្ឋានដូចជាពលានយន្តហោះស្ពានឬក៏គេហៅថាផ្លូវថ្នល់ឡាក់ដែលគេឲ្យមើលឃើញអូកម្ពុជាកំពុងតែកសាងនេះឥឡូវនេះធ្វើស្ពានពីនេះទៅនោះធ្វើស្ពានពីនេះទៅនោះនេះគឺជាគម្រោងផ្សេងតែប៉ុណ្ណោះគ្រាន់តែជាការបិទបាំងនៅក្នុងករណីពាក់ព័ន្ធជាមួយនឹងការបោះពុម្ពលើសកម្រិតបោះពុម្ពលុយលើសកម្រិតការបង្វិលនឹងការឲ្យប្រើប្រាស់លុយដែលបោះពុម្ពទាំងអស់នេះវាទៅជាលុយស្របច្បាប់បូករួមជាមួយនឹងស្ថានភាពនៅក្នុងការដែលបង្កើតកម្មវិធីផ្សេងៗនៅក្នុងប្រទេសកម្ពុជាអូខេរង្វង់សេដ្ឋកិច្ចក្នុងស្រុកគ្រាន់តែជារបាំងផ្សែងប៉ុណ្ណោះដោយគ្មានគម្រោងដូចជាការសាងសង់ផ្លូវដែកអាកាសយានដ្ឋានស្ពានប្រឡាយឡាក់គ្រាន់តែបំរើជាការបិទបាំងការផ្គត់ផ្គង់ស្បៀងអាហាររបស់ប្រទេសខ្មែរមិនគ្រប់គ្រាន់តម្លៃស្បៀងអាហារគឺខ្ពស់ហើយរូបិយប័ណ្ណត្រូវបានធ្លាក់ចុះខ្លាំងដុល្លារមួយដុល្លារ 4000 ជាងដដែលដែរចា4000 ជាងដុល្លារប៉ុន្តែអ្នកទាំងអស់គ្នាសួរថាទំនិញអ្នកទាំងអស់គ្នាទិញរាល់ថ្ងៃតើវានៅដដែលឬក៏អត់គេឲ្យធ្វើអញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍ថាអូឥឡូវលុយចុះថោកទេប៉ុន្តែកាលណាទំនិញកាន់តែឡើងថ្លៃលុយកាន់តែទិញបានចំនួនតិចអាហ្នឹងគឺជាអតិផរណាហើយគឺជាចលាចលហើយអូខេការផ្គត់ផ្គង់ស្បៀងអាហាររបស់ប្រទេសខ្មែរมันគ្រប់គ្រាន់តម្លៃស្បៀងអាហារគឺខ្ពស់ហើយរូបិយប័ណ្ណត្រូវបានធ្លាក់ចុះខ្លាំងដែលធ្វើឲ្យពិបាកទាំងអ្នកដែលមានប្រាក់ត្រូវបានដែលត្រូវមានការពិបាកនៅក្នុងការដកប្រាក់បញ្ញើពីធនាគារទៀតផងអត់ណាអត់បានណាអូហើយអត់ទេមានថ្ងៃដែលមានលុយដាក់ធនាគារណាយ៉ាអត់ដែលមានលុយដាក់ធនាគារផងមានដកមានលុយណាដាក់លោកអើយគ្នាអត់មានបានទៅធ្វើការងារអីផងថ្ងៃមួយថ្ងៃទៅកប់ទៅមុខទូរស័ព្ទហ្នឹងមានតើអូស៊ីណាបានលុយដាក់ធនាគារដូចគេអាណាអង្គុយអត់អង្គុយស្រែកមានលុយដាក់ធនាគារទូទាំងពិភពលោកដោយគ្រួសារសម្ដេចអានោះចម្លែកទេណាអានោះបានចម្លែកតែបើថាដកលុយពីធនាគារអាហ្នឹងវាលុយវាត្រូវបើថាមានលុយដាក់នៅក្នុងធនាគារដូចជាវាអត់ទេលក្ខណៈនោះវាអត់មានទេពួកអត់បានទៅពុកលុយឯណាបានទេហើយគ្មានឯណាមកសូប៉ាន់លក្ខណៈទេព្រោះលក្ខណៈគ្មានតំណែងគ្មានតួនាទីឯណាគ្មានផលប្រយោជន៍ណាឲ្យណាអញ្ចឹងវាមិនចម្លែកទេមិនតែប៉ុណ្ណោះរបបអាយ៉ងយួនចិនត្រូវបានផ្គត់ផ្គង់ទៅឲ្យយួនហើយនឹងចិនយ៉ាងច្រើនព្រោះប្រទេសចិនកំពុងតែជួបផលវិបាកនៅក្នុងការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរអញ្ចឹងតិចទៀតគេឲ្យមើលឃើញដូចខ្ញុំប្រាប់អញ្ចឹងគេនឹងឲ្យមើលឃើញថាអូស្រូវឡើងថ្លៃទេអូស្វាយចន្ទទីកសិផលខ្មែរឥឡូវឡើងថ្លៃកំពុងតែមានទីផ្សារទៅប្រទេសចិនហើយគេឲ្យយកថាអូបងប្អូនធ្វើស្រូវឥឡូវឡើងថ្លៃហើយគេប្រមូលទិញទាំងអស់មែនទេព្រោះគេត្រូវយកស្រូវទាំងអស់នេះដើម្បីឲ្យប្រជាជនចិនស៊ីដើម្បីទប់ភាពចលាចលនៅក្នុងប្រទេសចិនអាហ្នឹងហើយការចេញរូបភាពថ្មីនៃរូបិយប័ណ្ណដែលបានបោះពុម្ពរួចហើយលុយដែលត្រូវបានបោះពុម្ពច្រើនជាងគេគឺបោះពុម្ពនៅក្នុងឆ្នាំ2018ដែលកំពុងតែយកមកចរាចរណ៍ឥឡូវនេះធ្ងន់ធ្ងរដែលកំពុងតែសម្រុកយកមកប្រើវាយ៉ាងធ្ងន់ធ្ងរសំណួរសូមួយបងប្អូនគិតតែមើលពិធីបន់ជាតិនីមួយឧទាហរណ៍បន់ចូលឆ្នាំបន់ខ្ជុំបិណ្ឌបន់អុំទូកកម្មវិធីនីមួយគឺចំណាយលុយរាប់លានដុល្លារណារាប់សិបលានដុល្លារបន់ជាតិនីមួយចុះសំណួរសួរថាអត់មានសេដ្ឋកិច្ចទេឃើញអត់មានពាណិជ្ជកម្មអត់មានសេដ្ឋកិច្ចចំណូលអីទេតើនៅក្នុងប្រទេសកម្ពុជាបានលុយមកពីណាដើម្បីបង្កើតកម្មវិធីសប្បាយរហូតនេះហើយកម្មវិធីសប្បាយឲ្យមនុស្សមានរង្វាន់ទៀតមានឆ្ងល់ទេហើយមិនតែប៉ុណ្ណោះបង្កើតកម្មវិធីចែករង្វាន់សិតតែរាប់ម៉ឺនដុល្លារណាគ្រប់ផ្នែកមិនថាលេទេ
ទេអ្នកលក់លេក៏ចែករង្វាន់លុយរាប់ម៉ឺនដុល្លារដែរឥឡូវយើងមើលពួកលក់លេអនឡាញអូលៀបប៉ុណ្ណេះសភ្លឹបផ្លែតណាអូកូនកំមុំអីគេឥឡូវនេះបានប្តីលឿនណាលេលក់លេបានប្តីលឿនហើយទិញលេយកទៅលៀបហើយពេលថ្ងៃចូលរោងការគេយកលុយឲ្យរាប់ម៉ឺនដុល្លារទៀតនៅលើពិភពលោកមានប្រទេសណាមានបែបហ្នឹងជួយប្រាប់ផងមើលអញ្ចឹងបងប្អូនមានឆ្ងល់ទេថាហេតុអ្វីខ្ញុំពីមុនអត់ដឹងដែរតើអ្នកស៊ើបអង្កេតគេបលែងមកឲ្យបន្តិចមកហ្នឹងគេបលែងឲ្យបន្តិចទេបានដឹងអូមែនហ្នឹងអត់ដឹងរឿងសោះចេះឆ្ងល់ជុំមកកោសបោលុយមែនយើងគិតដោតលើទៅប្រហែលជាអាលុយឧក្រិដ្ឋកម្មអនឡាញហើយឧក្រិដ្ឋកម្មអនឡាញយ៉ាងធំធេងបើប៉ុណ្្នឹងហើយនៅយកឈ្មោះកម្ពុជាបោះពុំដែលជាទំហំលុយធំបំផុតដើម្បីរក្សាអំណាចដោយការបង្កើតព្រឹត្តិការណ៍សបាយទាំងអស់ហ្នឹងហើយថែមទាំងយកលុយទាំងអស់នេះទៅជួលក្រុមប្រព័ន្ធផ្សព្វផ្សាយធំទៀតផងដើម្បីបិទសម្លេងអ្នកណាដែលហ៊ានបញ្ចេញការពិតពាក់ព័ន្ធអំពីអំណាចនយោបាយរបស់ខ្លួនអូខេការចេញរូបភាពថ្មីនៃរូបិយប័ណ្ណដែលបោះពុម្ពរួចហើយតាំងពីឆ្នាំ2018មកម្លេះហើយខណៈពេលដែលដួលរលំសេដ្ឋកិច្ចវាត្រូវបានយកមកប្រើប្រាស់ដោយឲ្យមើលឃើញថាការបង្កើតកម្មវិធីផ្សេងដែលឲ្យយល់ថាណែស្រាបៀរហ្គេនស្បើជាអ្នកផ្ដល់រង្វាន់ឲ្យក្រុមហ៊ុនប៊ូស្ត្រួយជាអ្នកផ្ដល់រង្វាន់ឲ្យពួកអានេះគ្រាន់តែជាអ្នកឈរឈ្មោះទេអ្វីគ្រប់យ៉ាងគឺពួកវាជាអ្នកលៀងលុយនៅក្នុងស្រុកដើម្បីឲ្យលុយនោះទៅជាស្រុកច្បាប់អញ្ចឹងសួរថាតើបងប្អូនបែបណាទៀតនៅក្នុងករណីនេះមួយទៀតនៅក្នុងករណីដែលបង្កើតឲ្យមានសង្គ្រាមកម្ពុជាថៃទៀតលុយម៉ូនីធីកដែលជំនួយពីប្រជាជនទូទាំងពិភពលោកដែលប្រជាជនខ្មែរបានជួយទៅលើជនភៀសសាក់ទៅលើកងទ័ពជួរមុខដែលគេហៅថាម៉ូនីធីទាំងអស់នោះលុយទាំងអស់នោះបានបង្វិលចូលទៅក្នុងកញ្ចប់របស់គ្រួសារមេចៅស្រុកខ្មែរហើយបញ្ចេញអាលុយបោះពុម្ពខ្លាំងនេះដើម្បីយកទៅចាត់ចែងឧទាហរណ៍ដោយការធ្វើផ្ទះឲ្យជនភៀសសាក់ទាំងអស់នោះដើម្បីលាងលុយនេះចំណែកលុយដុល្លារលុយដែលជាលុយពិតនោះណាត្រូវបញ្ចូលទៅជាកញ្ចប់របស់គ្រួសារមេចៅនៅប្រទេសកម្ពុជាមិនត្រឹមតែប៉ុណ្ណោះទេតាមការស៊ើបអង្កេតរបស់អន្តរជាតិឲ្យដឹងថាសូម្បីតែជំនួយរបស់សហរដ្ឋអាមេរិកដែលផ្ដល់ទៅដើម្បីរៀបចំនៅក្នុងការបញ្ចប់សង្គ្រាមកម្ពុជាថៃជាង$40លានក៏ត្រូវបានបង្វិលចូលនៅក្នុងកញ្ចប់របស់គ្រួសារមេចៅដែរដោយដកអាលុយដែលបោះពុម្ពខ្លាំងឆ្នាំ2018របស់នេះដើម្បីបញ្ចេញដកយកមកជំនួសបានន័យថាយកលុយនឹងទៅដូរគ្នាដកអាលុយសតលុយដុល្លារសតយកមកទុកយកអាលុយខ្លាំងដែលបោះពុម្ពខ្លាំងដើម្បីបញ្ចេញវាយកទៅចរាចរឲ្យវាចេញជាលុយគេហៅថាលុយស្របច្បាប់ការណាលុយទាំងអស់នោះប្រើប្រាស់ទៅលើការចរាចររបស់ប្រជាជនអញ្ចឹងលុយនោះវានឹងប្រែទៅជាស្របច្បាប់ហើយព្រោះប្រជាជនអត់មានសិទ្ធិបដិសេធនៅក្នុងការមិនប្រើប្រាស់លុយទាំងអស់នេះទេមិនតែប៉ុណ្ណោះប្រជាជនណាឲ្យតែបានអាលុយមិនថាខ្លាំងគឺខ្លាំងឲ្យតែគេប្រើនៅក្នុងស្រុកគាត់សប្បាយចិត្តហើយនេះគឺជារបាយការណ៍សម្ងាត់អបសម្ដេចអញ្ចឹងមកខ្ញុំបញ្ជាក់ថាចាំមើលតើពួកនយោបាយក្រុមណាតារាសម្ដែងល្បីកប់ប្រពកណាមន្ត្រីអន្តរជាតិរូបណាឬក៏បុគ្គលអស្ចារ្យមួយណាដែលនឹងជួយទប់ជើងក្រែអំណាចគ្រួសារអាមេចៅស្រុកខ្មែរអាចឈរបានដល់2ឆ្នាំ3ឆ្នាំ5ឆ្នាំទៅមុខទៀតនេះគ្រាន់តែជារបាយការណ៍មួយចំណុចតូចតែប៉ុណ្ណោះឯងអញ្ចឹងបានគេលើកឧទាហរណ៍ឲ្យថាហេតុអីយើងមើលកម្ពុជាអត់មានថ្ងៃសម្រាប់នៃការសបាយទេសបាយអស់ពីមួយចូលមួយមួយខែ30ថ្ងៃបង្កើតកម្មវិធីសបាយរហូតលុយមកពីណាប្រជាជនអត់មានចំណូលទេអត់មានបាយស៊ីទេចាប់ពាក់ធនាគារវ៉ាន់កកប៉ុន្តែសម្រាប់ក្រោមការគ្រប់គ្រងរបស់ចៅមានលុយនៅក្នុងការបង្កើតកម្មវិធីទាំងអស់ទូទាំង25ខេត្តក្រុងបន្តិចបនសមុទ្របន្តិចបនខេត្តនេះបន្តិចបនខេត្តនោះបន្តិចកម្មវិធីនេះលុយចាយម្ដងគឺសិតតែរាប់លានដុល្លារសួរតែលុយនោះទៅណាបានលុយនោះពីណាមកឥឡូវលែងឆ្ងល់ហើយវំវាក់អស់ចម្ងល់ហើយអញ្ចឹងហើយបានគេត្រូវតែបញ្ចេញមេរោគនឹងបង្កើតសង្គ្រាមអាកាសធាតុសម្រាប់អ្នកទាំងអស់គ្នានេះឯង
នេះជាហេតុផលសង្ឃឹមថាវាមិនមែនជាការពុតទៅចោះណាសម្ដេចនេះគ្រាន់តែរបាយការណ៍ត្រឹមឆ្នាំ2018មកដល់ឥឡូវទេតែនៅរបាយការណ៍ដែលបោះពុំតាំងពីឆ្នាំ2000ជាងមករហូតដែលលុយខ្មែរត្រូវបានយួនជាអ្នកបោះពុំឲ្យមកឥឡូវនេះកំពុងតែគេហៅថាកំពុងតែស្រាវជ្រាវទាញយកមកទាំងអស់ហើយទិន្នន័យទាំងអស់គឺកំពុងតែប្រមូលជាកញ្ចប់ហើយយើងមើលស្ថានភាពមួយទៀតដូចខ្ញុំនិយាយចឹងនិយាយនេះមិនមែនបានន័យថាឲ្យអ្នកទាំងអស់គ្នាទៅខឹងសម្បាទៅអស់លោកមន្ត្រីទេព្រោះអស់លោកមន្ត្រីឥឡូវគេសម្លាប់ហើយគេសម្លាប់ពួកគាត់ហើយឃើញហើយស្លាប់ឡើងនៅកណ្ដាលហើយប៉ុន្តែយើងត្រូវសង្កេតមើលមន្ត្រីនៅក្នុងតួនាទីនៃអំណាចដឹកនាំដោយមេចៅដូចខ្ញុំនិយាយកន្លងមកចឹងថាមេដឹកនាំជាមេចៅចោះឲ្យប្រទេសអត់មានចៅយ៉ាងម៉េចប៉ុន្តែការផ្សព្វផ្សាយក្នុងស្រុកអត់ហ៊ានបង្ហាញមុខអាមេចៅទេបង្ហាញតែអាកូនតូចតែអាមេចៅជាអ្នកបង្កើតឡើងទម្លាក់កំហុសឲ្យគ្នាអានឹងអាក្រក់អានឹងមេចៅអានឹងឃាតករអាក្រក់ហើយអ្នកណានេះអាខ្វះសកលជាបរដ្ឋក្រីក្រលហែងហាមដល់ពេលអាមេចៅលៀនដុល្លារអត់មានណាហ៊ានថាឲ្យវាទេអត់មានអាណាហ៊ានបញ្ចេញមុខឲ្យវាទេអត់មានអាណាហ៊ានផុសថាអូអានឹងកំពូលមហាចៅស៊ីការ៉ូអានឹងកំពូលមហាចៅភ្នែកមួយអាមេចៅផៃរ៉េភ្នែកមួយអត់មានណាហ៊ានធ្វើព្រោះអីនយោបាយរបស់កុម្មុយនីសលោករដ្ឋមន្ត្រីជាន់ខ្ពស់មួយរូបបានលើកឡើងថានៅកម្ពុជាណាតើរដ្ឋមន្ត្រីណាមួយនៅក្នុងប្រទេសកម្ពុជាដែលអាចคล้ายទៅជារដ្ឋមន្ត្រីដែលគ្មានអង្គើពុករលួយគ្មានបពួកគ្មានបាតដៃប្រឡាក់ឈាមនិងឬក៏អតីតកាលអាក្រក់បានដែរទេតើមានមួយណាមានទេវាមិនអាចទៅរួចទេរដ្ឋមន្ត្រីជាន់ខ្ពស់ម្នាក់និយាយថានៅពេលដែលអ្នកឈានដល់កម្រិតខ្ញុំវាមិនអាចទៅរួចទេសម្រាប់អ្នកដែលមិនបានធ្វើអំពើអាក្រក់ឬអ្វីដែលប្រឆាំងនឹងមនសិការរបស់អ្នកនោះគាត់ថាឥឡូវយើងឲ្យមើលឃើញថាអូមានមន្ត្រីស្អាតស្អំដូចអាហ្នឹងនិយាយចឹងណាអូតួឯងអានេះបាននិយាយទៅគាត់ចង់ផ្ញើសារហ្នឹងទៅឲ្យអាខ្មៅថានិនអាហ្នឹងណាដែលជាក្មួយរបស់ប៊ុនរ៉ានីគាត់ផ្ញើសារទៅឲ្យដែលឲ្យលើកមុខលើកមាត់តែគ្រួសារខ្លួនអញ្ចឹងគាត់ប្រាប់ឲ្យខ្ញុំជម្រាបបងប្អូនគ្រួសារខ្មែរឲ្យដឹងថាសួរថាមានមន្ត្រីប្រមាណអ្នកដែលអាចកាន់តួនាទីរដ្ឋមន្ត្រីហើយជាមនុស្សស្អាតស្អំគាត់ចង់ឃើញមុខដែរប៉ុន្តែរាល់ថ្ងៃហ្នឹងគេបង្ហាញឲ្យប្រមាណអ្នកឧទាហរណ៍ដោយលោករដ្ឋមន្ត្រីអបនាយករដ្ឋមន្ត្រីជាសភារាអបរដ្ឋមន្ត្រីឬក៏ស្អីទេដោយលោករដ្ឋមន្ត្រីជាសភារាអូយជាអភិបាលខេត្តល្អដោយលោកអភិបាលខេត្តខ្មៅថានិនជាអភិបាលខេត្តល្អអូយល្អណាស់អូអភិបាលខេត្តនេះល្អអភិបាលខេត្តនោះល្អអស់លោកមន្ត្រីគាត់ថាអាចចង់ក្អួតនៅក្នុងរបបឃាតករមុននឹងអ្នកឯងបានតំណែងនីមួយមកកម្មបើអ្នកឯងមិនធ្វើភាពខុសខើឲ្យដល់កម្រិតបន្ទុកនឹងទេអ្នកឯងគ្មានឱកាសបានដល់កម្រិតនឹងទេកុំថាឡើយមន្ត្រីអុកញ៉ាក៏ដោយណាអ្នកមានស្ដាច់ក្រាញ់ស្ដាច់គ្រួយអីក៏ដោយហើយក៏ប្រាប់ទៀតថាត្រូវចាំឲ្យច្បាស់ណាបកុំនេះអ្វីដែលវាជំនាញខ្លាំងបំផុតគឺវាពូកែលួងឲ្យអ្នកចូលគេងបានន័យថារាល់ថ្ងៃនេះយើងបេតានីយើងអត់ឃ្លានកាត់សម្រាប់គ្នាដើមបាយមានស៊ីឯងតែវាបង្កើតឲ្យមើលឃើញថាអូសន្តិភាពណាសុបាយត្រូវតែភ្លឺត្រូវតែរួមគ្នាសុបាយឲ្យយើងស្ងប់ចិត្តឲ្យយើងស្ងប់ចិត្តអូជឿជាក់លើរដ្ឋាភិបាលទៅណាសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋជឿជាក់លើរដ្ឋាភិបាលនឹងរកដំណំនឹងជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋពេលដែលប្រជាពលរដ្ឋខ្មែរលងលក់ជឿតាមការច្រៀងបំពេរបស់ពួកអាមេចៅហើយបានន័យថាជាទីអវសានហើយបានន័យថាគ្មានថ្ងៃវិលក្រោយទេតែបើអ្នកទាំងអស់គ្នាកុំដេកតាមការលួងលោមរបស់វាអ្នកទាំងអស់គ្នានៅមានសង្ឃឹមរស់ច្រើនអូខេបកុំនេះមានជំនាញខ្លាំងណាស់វាពូកែលួងឲ្យអ្នកចូលគេងប៉ុន្តែពេលអ្នកគេងហើយអ្នកមិនអាចត្រឡប់ទៅរកពេលវេលាមុនពេលគេងវិញបានទេបានន័យថាពេលដែរអ្នកឯងមិនធ្វើអីហើយអ្នកឯង
ស្របតាមវាហើយពេលនោះគឺគេរញញ៉ៃចូលរត់ខ្មោចហើយញ៉ៃឡើងមានឱកាសចង់ភ្ញាក់ចង់អូស្ដាយពេលវេលាកន្លងមកគឺអត់មានផ្លូវទៀតទេអរគុណលោករដ្ឋមន្ត្រីជាន់ខ្ពស់អរគុណច្រើនពាក់ព័ន្ធជាមួយនឹងស្ថានភាពសង្គ្រាមមិនថាសង្គ្រាមណាទេជាពិសេសដូចជាការបង្កើតសង្គ្រាមឡើងដោយកុម្មុយនីសការបំផ្លិចបំផ្លាញនៃសង្គ្រាមបង្ហាញពីទីបញ្ចប់ដែលជាបណ្រួយអញ្ចឹងបានខ្ញុំជម្រាបថានៅពេលដែលរបបអាឆ្កែយួនចិននិងអាឆ្កែចិននៅថៃលេងលបែងសង្គ្រាមម្ដងទៀតគឺជាទីបញ្ចប់របស់វាហើយដែលជាមិនរួចទេអញ្ចឹងក៏ខ្ញុំមិនហាមឃាត់ថាសម្ដេចកុំធ្វើសង្គ្រាមដែរព្រោះសម្ដេចគ្មានអ្នកណាធំជាងសម្ដេចទេមែនទេសម្ដេចស្គាល់អាឆ្កែយួនចិនទេអាឆ្កែយួនចិនទាំងពូជធំណាស់អានោះអំណាចវាខ្លាំងពូកែណាប៉ុន្តែអាណិតសង្វេគត្រង់ថាវាអន់បន្តិចធំជាងមនុស្សរាប់លាននាក់តែអានោះខ្លាយទៅជាអាឆ្កែបំរើយួនចិននៅក្រោមបាតជើងអាយុណាចិនអាពពុះអាចហ្នឹងណាអាចោលឈ្លានពានហ្នឹងអាគេស្អប់ទូទាំងពិភពលោកហ្នឹងអាហ្នឹងណាអូខ្ញុំថាបើសម្ដេចឃើញវាច្បាស់ជាយកវាទៅដាក់ទោសហើយអាហ្នឹងណាចាការបំផ្លាញនៃសង្គ្រាមបង្ហាញពីទីបញ្ចប់ដែលជាមិនរួចនៃសម័យកាលរបបផ្ដាច់ការនឹងការដួលរលំដែលជាមិនរួចនៃបកកុម្មុយនីសចិនអ្វីដែលគេហៅថាអាតកំបាំងគេតែនិយាយថាអូនេះរដ្ឋាភិបាលគេត្រូវតែមានរដ្ឋអាតកំបាំងរបស់គេចឹងហើយនេះឯងត្រូវដឹងទេឧទាហរណ៍មួយទៀតដល់ពេលដែលឲ្យមើលឃើញការសង្គ្រាមកម្ពុជាថៃកន្លងមកដែលពួកវាបង្កើតមកដែលវាខំប្រឹងស្រែកថាអូអ្នកយើងកុំថតកន្លែងទីតាំងណាទីតាំងជនភៀសខ្លួនកុំថតកន្លែងកងទ័ពយើងបង្ហាញគេអាហ្នឹងវាគឺជាអាតកំបាំងវាជាអាតកំបាំងរហូតដល់ខ្ញុំបានផុសទៀតអូអ្នកជេរខ្ញុំនោះគាត់សប្បាយចិត្តជេរណាព្រោះគាត់អីគាត់ខ្វាក់ហេតុអីបាទខ្ញុំថាខ្វាក់ទេព្រោះគាត់មើលតែអាព័ត៌មាននៅក្នុងកញ្ចប់អាចរបស់អាមេចៅដែលឲ្យមើលគាត់អាចបានមើលព័ត៌មាននៅលើឆាកអន្តរជាតិថាអាព័ត៌មានអស់ហ្នឹងដែលខ្ញុំយកមកផុសហ្នឹងគឺវាអណ្ដែតពេញពិភពលោកច្បាស់កលែតហើយក្រុមរបស់វានឹងទៀតជាអ្នកផុសទៀតក្រុមរបស់អាមេចៅនឹងជាអ្នកផុសទៀតតែវាឲ្យប្រជាជនឲ្យយល់ថាអូខ្ញុំនេះប្រហែលជាគ្រប់គ្រងចេះគ្រប់គ្រងចោះឲ្យគេសម្លាប់ខ្មែរយេខ្ញុំនឹងវាអាក្រក់ណាខ្ញុំនឹងវាខុសខើណាប្រជាពលរដ្ឋខ្មែរស្លាប់រាប់លានអ្នករហូតដល់ឥឡូវហ្នឹងគឺដោយសារខ្ញុំតាអាពេលមកហឹកកូវីដដែលស្លាប់ជាង 20000 នាក់នោះគឺខ្ញុំដោយសារខ្ញុំប្រើឲ្យហ៊ុនម៉ាណែតសម្លាប់តើកុំអីហ៊ុនម៉ាណែតគាត់អត់ហ៊ានសម្លាប់ទេមែនទេពួកខ្ញុំវាមានឥទ្ធិពលអំណាចដែលគេតែងតាំងហ្នឹងជាអាតកំបាំងអ្នកឯងជាយាមបោកមនុស្សបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯងយ៉ាងងងឹតការពិតអាតកំបាំងដែលមិនឲ្យផុសដោយសារអីដោយសារតែកន្លែងដែលកងទ័ពខ្មែរឈរជើងនោះដែលខ្មែរត្រូវស្លាប់ត្រូវគ្រាប់ស្លាប់នោះគឺដោយសារតែផ្ទុះអាវុធរបស់អាចិនខ្លួនឯងអញ្ចឹងតែគេស្រែកថាអានឹងជាអាតកំបាំងយើងកុំបើកទ្រូងឲ្យក្អែកចាក់ឃើញទេអ្វីគ្រប់យ៉ាងគឺបិទបាំងប្រជាពលរដ្ឋខ្លួនឯងសម្រាប់ប្រជាពលរដ្ឋខ្លួនឯងគ្រាន់តែរុញប្រជាពលរដ្ឋឲ្យមានកំហុសទៅឆ្លោះជាមួយនឹងប្រជាជនថៃដែលស្រូបត្រង់ដូចគ្នាដែលរងគ្រោះដូចគ្នាអាហ្នឹងខ្ញុំជម្រាបថារាល់ព័ត៌មានដែលផ្ទុះគ្រាប់ដែលខ្ញុំបង្ហាញឧទាហរណ៍អារូបភាពវីដេអូមួយកងទ័ពខ្មែរយើងដែលគាត់លើកបេបាញ់នោះគ្រាន់តែបាញ់ទឹងទៅដាច់ក្បាលបាត់នោះអាហ្នឹងមិនមែនខ្ញុំយកមកពីស្រុកខ្មែរទេគឺខ្ញុំទទួលបានព័ត៌មានពីអន្តរជាតិដែលប្រទេសកម្ពុជាថាអាហ្នឹងជាអាតកំបាំងយើងត្រូវកុំឲ្យស្ត្រីដឹងអំពីសមាជិកកងកម្លាំងយើងដោយសារអីដោយសារតែការដែលប្រជាជនខ្មែរมันបានទទួលព័ត៌មានទូលំទូលាយនៅតែងប់ងល់នឹងការបោកបញ្ឆោតអូយើងរួមគ្នាទប់ស្កាត់ព័ត៌មានคล้ายរួមគ្នាទប់ស្កាត់ព័ត៌មានคล้ายប៉ុន្តែខ្ញុំសរសើរបងប្អូនខ្មែរយើងជាច្រើនឥឡូវនេះណាឃើញមានវត្តមាននៅលើ Channel X ច្រើនណាយ៉ាអញ្ចឹងអ្នកដែលមានវត្តមាននៅលើ Channel X គាត់អាចឆែករកព័ត៌មានរបស់នឹងងាយមិនពិបាកទេហើយពេលដែលគាត់ឃើញព័ត៌មានរបស់នោះគាត់ច្បាស់ហើយថាព័ត៌មានរបស់ខ្ញុំនេះមិនមែនជាចារគេស្រែកថាអូខ្ញុំនេះប្រហែលចារកម្មហើយយេថាឯងទៅថាទៅប៉ុន្តែអ្នកដែលគាត់មានខួរក្បាលមានបញ្ញាពិតប្រាកដ
គាត់បានតែស្រាវជ្រាវទៅគាត់ឃើញហើយអត់ខ្វះឲ្យព័ត៌មានរបស់នោះដឹកខ្ញុំនិយាយអញ្ចឹងហើយព័ត៌មានដែលខ្ញុំយកមកមិនមែនជាព័ត៌មានរីរងទេទាល់តែមានការបញ្ជាក់បានន័យថាអ្នកដែលផ្សព្វផ្សាយព័ត៌មាននោះណាគឺជាមនុស្សដែលជាប្រព័ន្ធច្បាស់លាស់ធម្មតានៅអេបណាក៏មានអាបោកប្រាស់ឲ្យបងឆោតដែរប៉ុន្តែពេលដែលយើងចេះធ្វើការយើងចេះស្រាវជ្រាវទៅយើងចេះបែងចែកយើងចេះសិក្សាវាទៅអាខ្លាំងខ្លាយគ្រាន់តែងាកខ្វាច់មកយើងនៅតែខ្លាំងខ្លាយបាត់ហើយអាហ្នឹងហើយដែលខ្ញុំតែងតែផ្ដល់វាទៅជូនបងប្អូនឲ្យចេះមើលព័ត៌មានដូចគ្នានឹងឯងហើយដូចខ្ញុំប្រាប់ដែរថាឥឡូវហ្នឹងបងប្អូនជាប្រដ្ឋខ្មែរក៏គាត់ពូកែឥឡូវហ្នឹងឲ្យតែគេដាក់កំពូលអីមកគាត់ដឹងបាត់អូអាហ្នឹងឧទាហរណ៍ដូចរឿងអាយ៉ៃឆ្លោយឆ្លងឲ្យមើលឃើញថាអូឥឡូវបងប្អូនត្រូវតាមដានព័ត៌មានបញ្ហាព្រំដែនឥឡូវដូចជាមានកម្ដៅអ្នកទាំងអស់គ្នាដឹងហើយឃើញទេថាអាហ្នឹងគឺជាអាយ៉ៃឆ្លោយឆ្លងដើម្បីបង្កើតចេញជាចលនានៃសង្គ្រាមបន្ថែមទៀតអ្នកទាំងអស់គ្នាដឹងបាត់ថាវាអត់ពិបាកអីឥឡូវហ្នឹងអញ្ចឹងបានន័យថាយើងទាំងអស់គ្នាមានការវិវត្តខ្ពស់ហើយអូខេការបំផ្លិចបំផ្លាញពាក្យថាសង្គ្រាមការបំផ្លិចបំផ្លាញនៃសង្គ្រាមបង្ហាញពីទីបញ្ចប់ដែលជៀសមិនរួចនៃសម័យកាលនៃរបបផ្ដាច់ការនិងការដួលរលំដែលជៀសមិនរួចនៃគណៈបកកុម្មុយនីសចិននិងបកកុម្មុយនីសទូទាំងពិភពលោកអ្វីដែលគេហៅថាអាតកំបាំងរដ្ឋនៅក្នុងរបបកុម្មុយនីសគេតែងតែលើកឡើងអាតកំបាំងរដ្ឋនិងវិធានការការពារបើយើងស្ដាប់ទៅទាំងអានឹងអាតកំបាំងរដ្ឋយើងអត់ត្រូវផ្សព្វផ្សាយយើងត្រូវដឹងទេអានេះគេកំពុងតែមានវិធានការការពារហើយកុំប៉ះពាល់ហើយកុំធ្វើអីអសោះអានោះឧទាហរណ៍មួយទៀតដូចរឿងវិធានការការពារនៅពេលដែលអឃាតកបាញ់សម្រាប់លោកបណ្ឌិតកែមលីនៅស្តុកបូកគោលកណ្ដាលទីក្រុងមានចាំទេពេលដែលអឃាតកបាញ់សម្រាប់លោកបណ្ឌិតកែមលីនៅស្តុកបូកគោលនៅក្រាសាំងកាល់តិចកណ្ដាលទីក្រុងដែលជាស្នាដៃរបស់កូនហ៊ុនសែនស្នាដៃរបស់កូនហ៊ុនសែនជាអ្នកធ្វើអាហ្នឹងក្រោយមកភរិយារបស់គាត់ភរិយារបស់លោកបណ្ឌិតកែមលីបានមកដល់បែរជាគេបញ្ជាឲ្យបងអាជ្ញាធរមានសមត្ថកិច្ចយាមមិនអនុញ្ញាតឲ្យគាត់ចូលទៅទេពេលដែលខ្ញុំទៅដល់កន្លែងនោះមិនមែនតែបងស្រីប៊ូរចនាទេនៅកូននេះសំបីតែព្រះសង្ឃដែលត្រូវធម្មតាយើងកាន់សាសនាព្រះពុទ្ធមានការស្លាប់មានការអីគឺព្រះសង្ឃត្រូវទៅសូត្រធម៌ឧទ្ទិសកុសលសូត្រមន្តហើយប៉ុន្តែត្រូវបានគេបញ្ជាឲ្យបងដែលជាកងទ័ពមន្ត្រីគេហៅថាអ្នកមានទួនាទីនៅក្នុងការការពារតែពិតបើយើងនិយាយទៅយើងខ្ញុំខឹងបលិសទាំងអស់ហ្នឹងប៉ុន្តែបើយើងយកហេតុផលគឺគាត់ទទួលបញ្ជាទេគឺអត់អនុញ្ញាតឲ្យបងគ្រួសាររបស់លោកបណ្ឌិតកែមលីចូលទេអត់អនុញ្ញាតឲ្យព្រះសង្ឃចូលទេដោយគេស្រែកថាអូកុំចូលអត់បានទេគេកំពុងតែធ្វើការការពារគេកំពុងតែការពារអត់អាចចូលបានទេអាចចូលបានទេមនុស្សទាំងអស់ហ្នឹងអត់អាចចូលមែនពេលដែលខ្ញុំទៅដល់ខ្ញុំក៏សួរដែរចុះបើអ្នកឯងការពារហេតុអីបានមនុស្សនឹងស្លាប់បើអ្នកឯងពូកែនៅក្នុងការការពារកម្លាំងអ្នកឯងពេលដែលមនុស្សស្លាប់អ្នកឯងដាក់កម្លាំងមកឡើងរាប់សិបនាក់រាប់រយនាក់អ្នកឯងស្រែកថាការពារចុះបើអ្នកឯងពិតជាមានទួនាទីនៅក្នុងការពារហេតុអីបានជាមនុស្សនឹងទៅស្លាប់អ្នកឯងត្រូវការពារមនុស្សរស់មិនមែនមនុស្សស្លាប់ហើយបានអ្នកឯងស្រែកថាការពារទេក្រោយមកទើបបើកផ្លូវឲ្យបងគ្រូរចនាចូលហើយបានឲ្យព្រះសង្ឃចូលមានចាំទេថ្ងៃនោះខ្ញុំឈានជើងទៅមុខអត់រួចទេពេលដែលខ្ញុំដើរទៅដល់កន្លែងនោះនេះហើយដែលគេនិយាយថាវិធានការការពារការពិតវាខ្លាចលុបដានអត់ទាន់អស់វាខ្លាចមិនទាន់អាចបំបត្តិភ័ស្តុតាងអស់ទើបបានវាស្រែកថាអូគេកំពុងការពារបញ្ជាឲ្យបងដែលជាប៉ូលីសមានទួនាទីនៅក្នុងការអន្តរាគមន៍កន្លែងនោះឲ្យគាត់ឈរនៅក្រៅដើម្បីប្រឈមមុខជាមួយប្រជាពលរដ្ឋជាមួយនឹងមហាជនជាមួយព្រះសង្ឃតែថ្ងៃនោះឈើដែរខ្ញុំយ៉ានេះហើយវិធីសាស្ត្រនៃការការពារអ្វីគ្រប់យ៉ាងគឺដើម្បីការបិទបាំងនៃអំពើអាក្រក់របស់ពួកវាតែប៉ុណ្ណោះឯងមិនតែប៉ុណ្ណោះសម្លៀកបំពាក់របស់លោកបណ្ឌិតកែមលីត្រូវបានបាត់ដោយនាងសុខាមីស្រីយួនតេស្យាដែលបន្លំខ្លួនចូលឲ្យយល់ថាអូជាអ្នកដែរចូលរួមជាមួយនឹងបងស្រីប៊ូរចនាហើយឲ្យយល់ថាមីនឹងមកពីកម្ពុជាក្រោមតែមីនឹងគឺជាសំផឹងយួនប៉ុន្តែអាឡែងទៅច្បល់ពេកបងប្អូនមានចាំទេពេលដែលអឃាតកបាញ់គាត់ស្លាប់គាត់ទៅអាវយីពណ៌ក្រហមហើយនឹងខោប៉ុន្តែអ្វីដែលមើលឃើញនោះលទ្ធផលចុងក្រោយពេលបដូរកៅអៅនោះហេតុអីបានពួកវាមិនទាន់ឲ្យបងប៊ូរចនាចូលពេលដែលលោកបណ្ឌិតកែមលីស្លាប់ទេព្រោះរងចាំមីសំផឹងយួនហ្នឹងអាវិចារកម្មហ្នឹងឲ្យវាបន្លំខ្លួនចូលជាមួយនឹងបងស្រី
ដែលវាបានស្ពាយសាក់កដោខ្មៅមួយណាដើម្បីពេលដែលផ្លាស់ប្ដូរខោអាវរបស់លោកនិតកែមលីវាយកខោអាវទាំងអស់នោះដាក់សាក់កដោរបស់វាដើម្បីបញ្ចេញទៅក្រៅនេះលោកមន្ត្រីប៉ូលីសជាន់ខ្ពស់គាត់បានឲ្យរបាយការណ៍មកនេះហើយជាហេតុផលដែលគេស្រែកថាអូគេកំពុងតែការពារហើយកុំអាចូលគេកំពុងតែការពារនឹងហើយគេហៅថាយុទ្ធសាស្ត្រឬក៏វិធីសាស្ត្ររបស់កុំមួយនេះគឺវាធ្វើអញ្ចឹងដែលគេប្រើពាក្យថាការពារបានន័យថាវាបាត់បង់នៅទង្វើខូខើដែលវាបានប្រព្រឹត្តនេះគឺជាហេតុផលជាក់ស្ដែងអូខេការដួលរលំដែលជាបណ្ដួចនៃបកគុំរាជិនហើយអ្វីដែលគេហៅថាអាចកំបាំងរដ្ឋនិងវិធានការការពារគឺគ្រាន់តែជាការបាត់បង់ភាពធ្លាក់ចុះនិងភាពខូខើនៃអំណាចរបស់ពួកវាប៉ុណ្ណោះឯងនេះហើយដែលគេប្រាប់ថាការស្គាល់កុំមួយនេះអញ្ចឹងហើយបានម្សិលមិញបានគេប្រាប់ថាអ្នកវិភាគកុំនេះគឺអត់ខ្វះទេតែអ្នកដែលស្គាល់អំពីកុំនេះគឺវាអត់មានមិនមែនថាខ្ញុំអ្នកស្គាល់ទេណាខ្ញុំគេឲ្យព័ត៌មានមកទេខ្ញុំបានស្គាល់ទេព្រោះខ្ញុំមិនបានសិក្សាទៅដល់ទេកុំច្រឡំមិនមែនថាអូខ្ញុំនិយាយអញ្ចឹងខ្ញុំអ្នកស្គាល់ថាយេស្គាល់តែថាគេឲ្យព័ត៌មានមកនោះបានឥឡូវស្គាល់ហើយស្គាល់ច្រើនដែរហើយឥឡូវបន្តទៀតស្ថានភាពនៅពេលដល់ខ្លីខាងមុខនេះថាវានឹងឈានដល់ដំណាក់កាលណានៅក្នុងស្ថានភាពនយោបាយកម្ចាត់កុម្មុយនីសទូទាំងពិភពលោកការប្រឈមរបស់បកកុម្មុយនីសនៅពេលបន្តខាងមុខសហរដ្ឋអាមេរិកអឺរ៉ុបជប៉ុនរុស្ស៊ីនិងប្រទេសដទៃទៀតនឹងរកឃើញភស្តុតាងនៃការជ្រៀតចូលរបស់បកកុម្មុយនីសទីបំផុតការជ្រៀតចូលការខົບខិតគ្នារបស់បកកុម្មុយនីសនៅក្នុងប្រទេសទាំងនោះការប្រព្រឹត្តអំពើពុករលួយបានន័យថាប្រទេសដែលពាក់ព័ន្ធនៅក្នុងការជ្រៀតចូលរបស់កុម្មុយនីសទាំងអស់ឧទាហរណ៍ដូចកម្ពុជាអ្នកណាខ្លះក្បត់ប្រទេសដែលបានបំរើឲ្យអាកុម្មុយនីសយួនចិនបំផ្លាញប្រទេសកម្ពុជាសម្រាប់មនុស្សជាតិហើយយកកម្ពុជាបំផ្លាញអន្តរជាតិពួកអាអ្នកពាក់ព័ន្ធទាំងអស់នោះក៏រួចខ្លួនទេប៉ុន្តែនៅកម្ពុជាអត់មានអ្នកលាតត្រដាងប៉ុន្តែមានអ្នកលួចឲ្យរបាយការណ៍ទៅអាមេរិកអស់ហើយមន្ត្រីជាន់ខ្ពស់របស់កម្ពុជាមួយចំនួនធំគឺបានឲ្យរបាយការណ៍ទៅអាមេរិកយូរហើយអាហ្នឹងណាអូខេទីបំផុតការជ្រៀតចូលការខົບខិតគ្នារបស់គណៈបកកុម្មុយនីសចិននៅក្នុងប្រទេសទាំងនោះការប្រព្រឹត្តអំពើពុករលួយរបស់លោកខាងលិចនិងកម្លាំងងងឹតនៅក្នុងក្រសួងយុតិធម៌បានន័យថាតួនាទីសំខាន់ធម្មតានៅក្នុងប្រទេសមួយគឺមានរដ្ឋាភិបាលអញ្ចឹងវាមានអីតួនាទីសំខាន់ដូចជាក្រសួងយុតិធម៌ផ្នែកតុលាការសួរថាប្រទេសកម្ពុជាតើយុតិធម៌នៅកម្ពុជាមានទេអូយមានច្រើនណាស់ជាពិសេសអ្នកមានឲ្យតែអ្នកមានអំណាចគឺគាត់មានយុតិធម៌បាត់ហ្នឹងមែនទេអញ្ចឹងអានឹងហើយដែលវាបានពាក់ព័ន្ធទាំងអស់ហើយពួកអានឹងហើយដែលត្រូវនឹងប្រឈមមុខនឹងច្បាប់អន្តរជាតិដូចគ្នាប៉ុន្តែប្រទេសគេមានអ្នកដែលគេហៅថាគេមានភាគីប្រឆាំងដែលរឹងមាំពិតប្រាកដហើយគេជាអ្នកដែលប្តឹងទៅអន្តរជាតិនៅក្នុងការអន្តរាគមន៍ប៉ុន្តែនៅកម្ពុជាអ្នកប្រឆាំងនៅកម្ពុជាអ្នកប្រឆាំងពិតប្រាកដមាននៅគ្រូរងឈុនមួយហ្នឹងហើយឥឡូវក្រុមគាត់គេចាប់ដាក់គុកចង់អស់ហើយណាចំណែកពួកនយោបាយបលាអមអំណាចនោះណាដែលមើលឃើញគណៈបកប្រឆាំងហ្នឹងអាហ្នឹងជាអាយ៉ងជាឆ្កែបំរើបន្តគេហ្នឹងវាមានយកស្អីទៅលាតត្រដាងនៅអន្តរជាតិណាវាហ៊ានតែស្រែកអូអន្តរជាតិអង្គការសហជីវជាតិជួយមើលថៃណាបំពេញកម្ពុជាបលាតែវាដែលហ៊ានតែប្តឹងអាមេរិកឲ្យជួយអន្តរាគមន៍នៅក្នុងការជិះជាន់ការរំលោភសិទ្ធិការជ្រៀតចូលការឈ្លានពានរបស់យួនចិននៅលើទឹកដីប្រទេសកម្ពុជានេះសួរមើលពួកនយោបាយអស់ហ្នឹងមួយថ្ងៃខ្លះទៅប្តឹងអន្តរជាតិជាពិសេសទៅប្តឹងអាមេរិកឲ្យគេលើកឡើងអំពីការឈ្លានពានរបស់យួនចិនលើកឡើងអំពីការបម្រើផលប្រយោជន៍យួនចិននៃរបបមេចៅកម្ពុជាមានទេបើធ្វើឡើងជាមួយនឹងអីបណ្ដាញកញ្ចប់របស់វាព្រោះពួកវាជាប្រព័ន្ធពួកប្រព័ន្ធពុករលួយប្រព័ន្ធឆ្វេងអង្គការសហប្រជាជាតិឆ្វេងសហភាពឆ្វេង ICC ឆ្វេង ICJ ឆ្វេងពាក្យថាឆ្វេងបានន័យថាពួកវាសិតតែពួកអាក្បត់ហើយនឹងពុករលួយអញ្ចឹងអ្នកទាំងអស់គ្នាគិតថាចុះហេតុអីដឹងច្បាស់ហើយថាអាមេរិកគឺគេគោរពច្បាប់ពិតប្រាកដចុះមិនក៏មិនអន្តរាគមន៍នឹងអាមេរិកទៅណាអួតឡើងអួតអីនៅអង្គការសហប្រជាជាតិអូអ្នកបានលើកឡើងនៅអង្គការសហជីវជាតិបានប្តឹងទៅ ICC អាខ្លះរៀននៅ West Point រៀននៅសហរដ្ឋអាមេរិកដល់ពេលប្តឹងអាមេរិកទៅប្តឹងអីគេអន្តរជាតិទៅប្តឹងអីគេអូអង្គការសហជីវជាតិ
រិកហ្នឹងហ្មងតែបើវានៅអាមេរិកហ្នឹងសួរអាបលៅគោមើលសួរវាមើលស្គាល់អាបលៅគោទេវាមិនចម្លែកទេពួកអាស៊ីប្រេនអន្តរជាតិដើម្បីបោកប្រជាពលរដ្ឋខ្មែរខ្លួនឯងដើម្បីបំរើការឈ្លានពានរបស់អាកុម្មុយនីសយួនចិនប៉ុន្តែសង្ឃឹមថាខ្ញុំអ្នកលើកហ្នឹងនិយាយខុសចាស់ព្រោះខ្ញុំចំណែនគេខ្ញុំអ្នកចំណែនគេខ្ញុំឆ្កែអាមេរិកយេខ្ញុំឆ្កែអាមេរិកណែឆ្កែអាមេរិកមានតម្លៃណាស់មិនប្រកាសថាអ្នកឯងបានធ្វើឆ្កែអាមេរិកទេមនុស្សអាចធ្វើឆ្កែអាមេរិកបានលុះត្រាតែមនុស្សនោះជាមនុស្សដែលស្មោះត្រង់ស្រឡាញ់យុត្តិធម៌ស្រឡាញ់ឯករាជ្យស្រឡាញ់សេរីភាពនោះអាចធ្វើឆ្កែអាមេរិកតែបើអ្នកឯងអត់ស្រឡាញ់ឯករាជ្យអត់ស្រឡាញ់សេរីភាពអត់ស្រឡាញ់យុត្តិធម៌អ្នកឯងគ្មានសំណាងបានធ្វើឆ្កែអាមេរិកទេព្រោះអាមេរិកអត់ចូលចិត្តពួកអពុទ្ធបទកុហកបោកប្រាស់បន្លំពុកអលួយទេអ្នកឯងមើលឃើញសកម្មភាពរបស់រដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ត្រាំហើយថាតើគាត់ចូលចិត្តបែបណាមើលឲ្យខ្លួនឯងមិនមែនសេរីអាឆ្វេងទេអូខេម្ដងទៀតការប្រជុំរបស់គណៈបកកុម្មុយនីសបន្តបន្ទាប់ជាមួយនឹងឥឡូវនេះគឺប្រជុំជាមួយនឹងសហរដ្ឋអាមេរិកអឺរ៉ុបជប៉ុនរុស្ស៊ីនិងប្រទេសដទៃទៀតនឹងរកឃើញខ្វះខាតនៃការជ្រៀតចូលរបស់បកកុម្មុយនីសចិនដែលហៅកាត់ថា CCP ទីបំផុតការជ្រៀតចូលការខົບខិតគ្នារបស់បកកុម្មុយនីសចិនដែលហៅកាត់ថា CCP នៅប្រទេសទាំងនោះការប្រព្រឹត្តអំពើពុករលួយរបស់លោកខាងលិចនិងកម្លាំងងងឹតនៅក្នុងក្រសួងយុតិធម៌និងទួលនីតិសំខាន់នៅក្នុងរដ្ឋបាលរបស់ប្រទេសដែលបានផ្ដល់ឲ្យកុម្មុយនីសចិនជ្រៀតចូលត្រូវបានលាតត្រដាងយ៉ាងពេញលេញនៅក្នុងពេលដ៏ខ្លីខាងមុខនេះលោកខាងលិចគ្មានជំរឿអ្វីក្រៅពីរួមគ្នាដើម្បីបំផ្លាញកុម្មុយនីសទាំងអស់នេះទេតែរបបសម្ដេចដឹកនាំមានកុម្មុយនីសណាដឹកនាំល្អមានកុម្មុយនីសផងសម្ដេចកុំភ័យកាលណាសម្ដេចដឹកនាំមានយុត្តិធម៌មានឯករាជ្យណាមានយុត្តិធម៌មានឯករាជ្យមានសេរីភាពមានលទ្ធិប្រជាធិបតេយ្យណាសម្ដេចអត់មានដឹកនាំផ្ដាច់ការកុម្មុយនីសសម្រាប់មនុស្សជាតិអីសម្ដេចកុំតែបារម្ភសម្ដេចច្បាស់ជាអាចទេអំណាចឲ្យចៅសម្ដេចតទៅយូរអង្វែងអើយមួយទៀតឥឡូវនេះនៅក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងការលួចស្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ2020ត្រូវបានកំពុងតែលាតត្រដាងបន្តបន្ទាប់មានចាំទេដែលខ្ញុំតែងតែលើកឡើងថានៅពេលដែលសហរដ្ឋអាមេរិករកឃើញភស្តុតាងពាក់ព័ន្ធជាមួយនឹងការបន្លំលួចស្លឹកឆ្នោតនៅសហរដ្ឋអាមេរិកដែលបង្កឲ្យពិភពលោកមានការស្លាប់យ៉ាងទូលំទូលាយហេតុអីលួចគ្រាន់តែលួចស្លឹកឆ្នោតនៅអាមេរិកសោះហេតុអីពិភពលោកស្លាប់មានចាំទេបើសិនជាគ្មានការលួចស្លឹកឆ្នោតនៅឆ្នាំ2020អាណត្តិទី2របស់លោកប្រធានាធិបតីដូណាល់ត្រាំទេអត់មានមេរោគកូវីដទេអត់មានការសម្លាប់ទូទាំងពិភពលោកអត់មានការដួលរលំសេដ្ឋកិច្ចទូទាំងពិភពលោកចុះមិនបិទប្រទេសអ្នករកស៊ីអ្នកវិនិយោគអីមិនអាលំអស់អ្នកបើកអ្នកមានមុខរបរអីមិនដួលរលំអស់បិទប្រទេសមានរកស៊ីបានមិនអត់មិនខាតមិនដួលរលំមិនតែប៉ុណ្ណោះមិនមែនត្រឹមតែគ្រោះថ្នាក់នៅក្នុងពេលកូវីដនោះទេថែមទាំងរហូតមកដល់ឥឡូវនេះអ្នកដែលរងគ្រោះដោយបញ្ហានៃការដែលបានលួចស្លឹកឆ្នោតនៅឆ្នាំ2020នោះដែលបង្កឲ្យអីបង្កឲ្យមានការចាក់មេរោគវ៉ៃរុសកូវីដនេះដែលគេហៅថាវ៉ាក់សាំងដែលធ្វើឲ្យមនុស្សទូទាំងពិភពលោកកំពុងតែគ្រោះថ្នាក់នឹងដួលរលំនិងស្លាប់យ៉ាងក្រៃលែងនៅលើពិភពលោកនេះឯងប្រសិនបើសហរដ្ឋអាមេរិកមិនត្រូវបានលួចស្លឹកឆ្នោតនៅក្នុងឆ្នាំ2020អត់មានរឿងអាកូវីដនេះទេអត់មានរឿងអាមេរោគវ៉ាក់សាំងនេះទេអត់មានរឿងអាសង្គ្រាមរុស្ស៊ីយូក្រែនទេអត់មានរឿងអាសង្គ្រាមកម្ពុជាថៃទេអត់មានរឿងសង្គ្រាមទាំងអស់នេះទេត្រូវចប់បាត់ទៅហើយពិភពលោកសុខសាន្តហើយប្រទេសកម្ពុជាឯករាជ្យតាំងពីយូរយើងអាចយកកម្ពុជាក្រោមបានមកវិញ 100% បាត់ទៅហើយប៉ុន្តែដោយសារតែគ្រឹះធំនេះឯងព្រោះអំណាចពិភពលោកគឺអាមេរិកកាលណាវាកំទេចអាមេរិកបានពិភពលោកនេះគឺស្មើនឹងបាយនៅក្នុងដៃដែលវាអាចច្បាច់បានពេលណាស្មើបានក៏បានឲ្យងាប់បានក៏បានទេឃើញទេអញ្ចឹងហើយហេតុអីបានវាប្រឹងសម្លាប់លោកប្រធានាធិបតីដូណាល់ត្រាំសម្លាប់ហើយសម្លាប់ទៀតសម្លាប់ហើយសម្លាប់ទៀតមិនចិនណាយដោយសារតែធ្វើឲ្យផែនការនៃការបំផ្លាញនិងការសម្លាប់ពិភពលោករបស់វានេះវាបរាជ័យនេះហើយជាហេតុផលគ្រប់យ៉ាងដូច្នេះការបោះឆ្នោតសហរដ្ឋអាមេរិកនៅឆ្នាំ2020
លោកប្រធានាធិបតីដូណាល់ត្រាំជាទូទៅត្រូវបានទទួលបាននៅសម្លេងឆ្នោតជាង80លានសន្លឹកប៉ុន្តែដោយសារមានការចូលរួមថ្លែងបន្លំលួចសន្លឹកឆ្នោតដែលមានការចូលរួមរបស់ភាគីដូចជាអ៊ីរ៉ង់ឃើញទេអ៊ីរ៉ង់ក៏ចូលរួមនៅក្នុងការលួចសន្លឹកឆ្នោតអាមេរិកដែរបកកុម្មុយនីសចិនហើយនឹងដូមីញៀនកម្មវិធីដូមីញៀនក្រុមស្ថាបនិករបស់ក្រុមហ៊ុនចេកម៉ាអាលីបាបាអញ្ចឹងសួរថាចេកម៉ារួចខ្លួនទេចេកម៉ាមិនត្រឹមតែចូលរួមនៅក្នុងការលួចសន្លឹកឆ្នោតរបស់សហរដ្ឋអាមេរិកទេថែមទាំងកំពុងតែធ្វើបង្កើតនៅបច្ចេកវិទ្យាអាវុធប្រឡ័យលោកដើម្បីប្រឆាំងជាមួយអាមេរិកយ៉ាងធ្ងន់ធ្ងរទៀតផងដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នានោះណាហើយក្រោយមកមានចាំដែរដែលចេកម៉ាប្រកាសថានឹងធ្វើកិច្ចសន្យាជាមួយនឹងស៊ីជីនពីងថានឹងស្មោះស្ម័គ្រជាមួយស៊ីហើយនឹងចំណាយពេលប្រហែលថ្ងៃដើម្បីបង្កើតប្រព័ន្ធបច្ចេកវិទ្យាទំនើបកម្ពុជាដើម្បីឲ្យចិនខ្លាយទៅជាមហាអំណាចពិភពលោកនេះមានចាំទេហើយឥឡូវនេះរបាយការណ៍ចេញហើយអូខេអ៊ីរ៉ង់ CCP ដូមីញៀននិងអាលីបាបាជាអ្នកពាក់ព័ន្ធនៅក្នុងការលួចសន្លឹកឆ្នោតរបស់លោកប្រធានាធិបតីដូណាល់ត្រាំដែលធ្វើឲ្យសន្លឹកឆ្នោត80លានសម្លេងរបស់លោកប្រធានាធិបតីដូណាល់ត្រាំបែរទៅជាបានខ្លាយទៅជារបស់អាចោបៃដិននេះឯងអញ្ចឹងឥឡូវមើលទៅថាការវិនិច្ឆ័យរបស់ពួកវាត្រូវមក